ជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះ Jane Man Hong រស់នៅសហរដ្ឋអាមេរិក Welcome to my channel ជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់បង្ហាញវីដេអូដែលខ្ញុំបានថតពីអំពីការងារដែលខ្ញុំធ្វើសពថ្ងៃហើយសំទោសពីព្រោះខ្ញុំខានថតវីដេអូនៅភាសាខ្មែរនៅ channel មួយនេះពីព្រោះពេលជួនណាខ្ញុំថតវីដេអូនៅភាសាខ្មែរខ្ញុំកាត់ចោលពីព្រោះខ្ញុំនិយាយមិនសូវច្បាស់ហើយខ្ញុំនិយាយរដើនហើយខ្ញុំខ្លាចថាអ្នកណាគេមើលគេមិនសូវព្រមយល់គេមិនស្ដាប់មិនបានណាអញ្ចឹងបានខ្ញុំអស់ពេលច្រើន privilege ច្រើនជួនណាខ្ញុំកាត់ថតវីដេអូនៅភាសាខ្មែរប៉ុន្តែឥឡូវនេះខ្ញុំនៅទឹមក្រោកពីគេងហើយខ្ញុំនៅឡានtruck ហើយវីដេអូនេះខ្ញុំចង់បង្ហាញបងប្អូនអំពីការងារ truck driver ពីព្រោះtruck driver ជាអ្នកបើកឡានធំហើយឡាននេះមិនមែនឡានធម្មតាទេពីព្រោះឡាននេះគេដឹកអីវ៉ាន់ហើយពេលយើងចង់ធ្វើការងារនេះយើងត្រូវមាន license ហើយការយើងចង់បាន license នេះវាមិនងាយទេពីព្រោះយើងត្រូវបង់លុយហើយត្រូវកន្លែងគេបង្រៀនបង្ហាត់យើងបើកឡានធំនេះហើយខ្ញុំបានទៅ4ដងហើយខ្ញុំបរាជ័យ3ដងខ្ញុំទៅ take test ហ្នឹងណាពីព្រោះឡានវាធំពេកហើយយើងគេឲ្យចតឲ្យអីទាំងអស់យើងត្រូវដឹងទាំងអស់អំពីឡាននេះពីធ្វើ test នៅក្នុងនៅក្នុង computer ហ្នឹងណាហើយយើងត្រូវបើកឡានមិនងាយទេប៉ុន្តែខ្ញុំបាន license អានេះប្រហែលបាន3ឆ្នាំហើយឥឡូវនេះខ្ញុំធ្លាប់ធ្វើការនៅcompany ផ្សេងប៉ុន្តែវាមិនសូវល្អហើយឥឡូវនេះខ្ញុំទៅបានធ្វើការជាមួយ company នេះហើយ company នេះគេហៅ Amazon ឃើញទេ Amazon ជាក្រុមហ៊ុនធំបំផុតនៅសហរដ្ឋអាមេរិកហើយ Amazon គេមានកន្លែងគេដាក់អីវ៉ាន់គេនៅបើយើងទៅទីណានៅសហរដ្ឋអាមេរិកនៅទីក្រុងមួយណាក៏មានដែរ Amazon ចឹងបានពេលយើងបើកឡានឲ្យក្រុមហ៊ុននេះមិនអស់ការងារទេពីព្រោះយើងទៅពី New York ទៅពី Cali ទៅពី Florida ទៅពីរដ្ឋផ្សេងខ្ញុំដឹងថាបងប្អូននៅប្រទេសកម្ពុជាមិនសូវដឹងថាស្រុកអាមេរិកវាធំប៉ុណ្ណាបើយើងចង់ដឹងថាប្រទេសអាមេរិកវាធំប៉ុណ្ណាយើងគិតមើលបើយើងដែលទៅលេងប្រទេសវៀតណាមហើយទៅហួសទៅដល់បឺម៉ាអានឹងមកកន្លះជាហៀងប្រទេសសហរដ្ឋអាមេរិកហ្នឹងហើយខ្ញុំនៅរដ្ឋ Texas ជាធំបំផុតទី2នៅសហរដ្ឋអាមេរិកហើយខ្ញុំដាក់ឥឡូវនេះខ្ញុំដាក់ screen បាទឲ្យបងប្អូនឃើញថាធំប៉ុណ្ណាឃើញទេនៅរដ្ឋ Texas ធំបាន3ប្រទេសនៅអាស៊ីឃើញទេនៅដូចប្រទេសវៀតណាមប្រទេសកម្ពុជាហើយប្រទេសថៃអានឹងរដ្ឋតែមួយណាហើយគេមានពូកមានអីគេនៅក្នុងឡានមុនយើងចេញធ្វើការយើងត្រូវមើលជុំវិញមើលកង់ឡានស្វែងរកស្អីទាំងអស់កុំអោយទៅវាខូចនេះកន្លែងគេចតឡានធំហើយខ្ញុំចតឡានខ្ញុំនៅហ្នឹងហើយទីឡាននេះពេលខ្ញុំមកដល់ stop ទី1ហើយដល់ហើយនេះគេហៅ trailer ហើយយើងទៅក្រោយហើយយើងអូសពីឡាន truck គេហៅ trailer
ហើយយើងត្រូវដើរជុំវិញមើលកង់វាបើបែកបើខូចបើអីយើងត្រូវដាក់ report ដាក់នៅក្នុង app ហ្នឹងណាកង់ឡានលេខវាប៉ាឃើញលេខបាទសម័យឥឡូវនេះបើយើងអត់ចេះប្រើទូរស័ព្ទព្រោះនៅក្នុងទូរស័ព្ទអានឹងមានទាំងអស់យ៉ាងគ្រប់យ៉ាងយើងបើកឡានយើងត្រូវបើកមើល GPS ហើយឥឡូវនេះខ្ញុំធ្វើការខ្ញុំត្រូវមើល app Amazon Relay app ហើយយើងបើកលុយបើកអីយើងក៏ថតនៅក្នុងទូរស័ព្ទដែរអញ្ចឹងបើនៅលើទូរស័ព្ទវាសំខាន់បំផុតហ្នឹងហើយយើងត្រូវចេះប្រើទូរស័ព្ទផងLook at that truck. Oh my goodness. Oh man. នៅសហរដ្ឋអាមេរិកនៅរដ្ឋផ្សេងគេមានផលិតផលនៅរដ្ឋខ្លះគេមានចំណីគេមានដូចផ្លែឈើផ្លែអីហើយរដ្ឋខ្លះគេមានអង្គពោតប៉ុន្តែនៅរដ្ឋខ្ញុំផលិតផលដែលបានច្រើនបំផុតជាគោនឹងគោនៅរដ្ឋខ្ញុំមានគោសបោគោច្រើនណាស់ហើយទី2មានផ្សាំងនៅទីក្រុងដែលខ្ញុំនៅ Houston មកគោនេះហើយមានវត្តនៅទីក្រុងខ្ញុំមានវត្តខ្មែរមែនទេវត្តខ្មែរសាំងឌីហ្សល$4.58 សេនមួយកាឡុនខ្ញុំបានតែចាក់ពាក្យកណ្ដាលឲ្យអស់292អូស្អុយក្លៀកស្អុយជើងដល់ពេលទៅងូតទឹកហើយតោះទៅងូតទឹកជាមួយគ្នាតោះកន្លែងងូតទឹកអានេះវានៅក្នុងរោងចក្រសាំងខ្ញុំគ្រាន់តែចង់បង្ហាញឲ្យបងប្អូនឃើញថាធ្វើការជាអ្នកបើកឡាន truck យ៉ាងម៉េចនៅស្រុកអាមេរិកសូមអរគុណដែលបានមើលវីដេអូរបស់ខ្ញុំអរគុណច្រើន